បាទចឹងជាបឋមសូមគោរពនឹងជម្រាបសួរដល់គណៈនាយករងលោកគ្រូទទួលបន្ទុក ICT ទាំងអស់បាទចំពោះវីដេអូនេះខ្ញុំសូមជូនពីរបៀបនៃការបង្កើតថ្នាក់រៀនបាទនិងការកំណត់នៅវេនក៏ដូចជាប្រភេទនៃការរៀនរបស់ថ្នាក់នីមួយៗបាទអញ្ចឹងជាទូទៅដោយលោកគ្រូបានដឹងហើយថានៅក្នុងសាលារបស់យើងបើកាលណាយើងអត់មានថ្នាក់ទេយើងអត់ដឹងថាឲ្យសិស្សទៅរៀននរណាទេហើយបើមានតែថ្នាក់អត់មានសិស្សក៏មិនដឹងថាយើងដាក់កាលវិភាគជូនលោកគ្រូនឹងឲ្យគាត់ធ្វើអីដែរនឹងជារួមណាលោកគ្រូអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបង្កើតថ្នាក់រៀនបន្ថែមក្នុងករណីដែលសាលាលោកគ្រូយើងបង្កើតឆ្នាំសិក្សាបង្កើតអីរួចហើយមានថ្នាក់ពីឆ្នាំសិក្សាចាស់ហើយអស់ហើយប៉ុន្តែឆ្នាំនេះយើងកើនថ្នាក់បាទយើងកើនថ្នាក់យើងចង់បង្កើតថ្នាក់បន្ថែមដែលយើងត្រូវបង្កើតបែបម៉េចអាហ្នឹងចំណុចទី1ចំណុចទី2គឺយើងនឹងណែនាំលោកគ្រូបញ្យល់បន្ថែមទៅលើរបៀបនៃការកំណត់ប្រភេទវេនហ្នឹងលោកគ្រូមិនក៏ប្រភេទវេននេះយើងកំណត់មិនម៉េចបាទអញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូយើងនៅលើ2ចំណុចនេះនៅក្នុងវីដេអូមួយហ្នឹងដើម្បីកុំឲ្យលោកគ្រូយើងនៅមានចម្ងល់ឬក៏ឲ្យអស់ចម្ងល់របស់លោកគ្រូបាទអញ្ចឹងជាដំបូងដើម្បីយើងអាចធ្វើការនៅបាទធ្វើការបង្កើតនៅថ្នាក់នឹងបានលោកគ្រូទៅចូលមកដល់ក្នុងប្រព័ន្ធបាទអញ្ចឹងពេលដែលយើងចូលមកដល់ក្នុងប្រព័ន្ធហើយលោកគ្រូមើលមកផ្នែកខាងលើនេះមកយើងឃើញមានឈ្មោះសាលាយើងហើយយើងឃើញមានផ្នែកទូទៅហើយបាទអញ្ចឹងយើងចុចលើផ្នែកទូទៅនឹងមកបាទដើម្បីយើងអាចធ្វើការបង្កើតថ្នាក់បានបាទយើងត្រូវចូលជើងនៅក្នុងការកំណត់ប្រព័ន្ធបាទបន្តមកទៀតលោកគ្រូមើលមកខាងឆ្វេងដៃបាទយើងឃើញមានឆ្នាំសិក្សាឃើញមានថ្នាក់បាទអញ្ចឹងគោលបំណងយើងគឺយើងបង្កើតថ្នាក់រៀនបន្ថែមអញ្ចឹងលោកគ្រូចុចលើប៊ូតុងថ្នាក់នេះមកបាទចឹងបន្ទាប់ពីយើងចុចទៅលើប៊ូតុងថ្នាក់រួចរាល់យើងរងចាំឲ្យប្រព័ន្ធធ្វើការបើកនៅមុខងារបាទនៃការបង្កើតមកបាទអញ្ចឹងនេះអញ្ចឹងចូលមកដល់ត្រង់ចំណុចនេះលោកគ្រូមើលទៅថានៅក្នុងនេះយើងមានថ្នាក់ជាក់ស្ដែងផលលោកគ្រូនៅក្នុងឆ្នាំសិក្សាមួយហ្នឹងឯងបាទអញ្ចឹងជារួមឥឡូវយើងនិយាយពីការបង្កើតថ្នាក់ឧទាហរណ៍ថាឥឡូវយើងចង់បង្កើតកម្រិតមធ្យមសិក្សាឬក៏កម្រិតបឋមវាដូចតែគ្នាទេរបៀបនៃការបង្កើតការកំណត់នេះគឺដូចគ្នាអត់មានអីខុសគ្នាទេបាទអញ្ចឹងឥឡូវតោះយើងទៅមើលពីរបៀបនៃការបង្កើតថ្នាក់អញ្ចឹងនេះលោកគ្រូមើលមកខាងលើមកមុនពេលដែលបង្កើតថ្នាក់គឺលោកគ្រូចូលមកក្រុមថ្នាក់សិនដើម្បីយើងមើលថាតើលោកគ្រូមានក្រុមថ្នាក់ទាំងអស់នេះអត់ហើយក្រុមថ្នាក់ទាំងអស់នេះយើងបង្កើតដើម្បីយើងធ្វើការកំណត់ថាថ្នាក់មួយដែលយើងបង្កើតហ្នឹងគឺស្ថិតនៅក្នុងក្រុមមួយណាតែប៉ុណ្្នឹងទេបាទអញ្ចឹងរបៀបនៃការបង្កើតក្រុមថ្នាក់លោកគ្រូចុចប៊ូតុងបង្កើតមកយើងធ្វើការបំពេញមកក្រុម A ក្រុម B ក្រុម C យើងទៅឧទាហរណ៍ថាបាទឥឡូវក្រុម A B C D មានអីខ្ញុំដាក់ក្រុមមួយទៀតគឺបាទក្រុម E បាទអញ្ចឹងកន្លែងនេះអត់មានអីពិបាកទេលោកគ្រូដូចគ្នាលោកគ្រូអាចធ្វើដូចការណែនាំនេះមកបាទអញ្ចឹងកន្លែងថ្លៃថ្ងៃសិក្សានេះយើងយកមកថ្ងៃច័ន្ទដល់ថ្ងៃសុក្រឬច័ន្ទដល់សៅរ៍ជាទូទៅណាបាទអញ្ចឹងជាទូទៅច័ន្ទដល់សៅរ៍ឯសាលាទូទាត់យើងបាទអញ្ចឹងយើងបង្កើតមកអញ្ចឹងយើងមានក្រុមអី ABCD រហូតដល់ E បាទបន្ទាប់យើងមានក្រុមហើយអញ្ចឹងយើងមកនិយាយរឿងថ្នាក់វិញតោះអញ្ចឹងយើងអាចទៅបង្កើតថ្នាក់បានហើយអញ្ចឹងរបៀបនៃការបង្កើតថ្នាក់ទី1យើងត្រូវចុចទៅលើប៊ូតុងថ្នាក់ខាងនេះមកបាទខ្ញុំបញ្ជាក់ខ្ញុំអត់បញ្យល់ពីការចម្លងទេពីព្រោះអីក្នុងករណីដែលយើងបន្ថែមថ្នាក់ពីព្រោះអីយើងចម្លងបង្កើតឆ្នាំសិក្សាហើយយើងចម្លងថ្នាក់ពីឆ្នាំចាស់មកអស់ហើយអញ្ចឹងការបង្កើតថ្នាក់នេះគឺដោយសារតែពីឆ្នាំចាស់មកវាអត់មានថ្នាក់មួយហ្នឹងអញ្ចឹងយើងត្រូវបង្កើតថែមណាលោកគ្រូអញ្ចឹងខ្ញុំអត់និយាយពីការចម្លងបាទអញ្ចឹងមកដល់ត្រង់ចំណុចនៃការបង្កើតថ្នាក់នេះបន្ទាប់ពីលោកគ្រូចុចប៊ូតុងបង្កើតរួចរាល់ហើយយើងចុចទៅលើឆ្នាំសិក្សាហើយយើងជ្រើសរើសមកថាយើងចង់បង្កើតថ្នាក់ហ្នឹងនៅក្នុងឆ្នាំសិក្សាមួយណាអញ្ចឹងវាមិនអាចជ្រើសរើសឆ្នាំសិក្សាចាស់ទេណាលោកគ្រូព្រោះយើងឆ្នាំ2025 2026យើងកំពុងដំណើរការយើងខ្វះឆ្នាំសិក្សាមួយហ្នឹងអញ្ចឹងមិនអាចទៅបង្កើតឆ្នាំសិក្សាចាស់ទេយើងបង្កើតឆ្នាំសិក្សាដែរកំពុងតែដំណើរការហើយបាទអញ្ចឹងយើងជ្រើសរើសមកបន្តមកទៀតកម្រិតថ្នាក់អញ្ចឹងកម្រិតតែយើងចង់បង្កើតកម្រិតមួយណាបាទកម្រិតនេះវាមានអូតូមកទេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់បង្កើតកម្រិតថ្នាក់ទី9អញ្ចឹងបន្ទាប់មកដល់ក្រុមថ្នាក់នេះលោកគ្រូឃើញមានក្រុមមកហើយអញ្ចឹងឥឡូវក្រុមទី9របស់ខ្ញុំរើសក្រុម B ទៅដោយសារតែខ្ញុំមានក្រុម A ខ្ញុំអត់មានក្រុម B ទេអញ្ចឹងខ្ញុំរើសក្រុម B ប្រភេទវេនបាទប្រភេទវេននៅកន្លែងនេះខ្ញុំបញ្យល់លោកគ្រូឲ្យបងព្រឹកលោកគ្រូឃើញហើយមានព្រឹកមានរសៀលមានល្ងាចហើយមានពេញមួយថ្ងៃអញ្ចឹងប្រភេទវេននៅកន្លែងនេះគឺយើងចង់សម្ដៅថានៅក្នុងបវេសនការដើមឆ្នាំសិក្សាដំបូងក្នុងករណីដែលលោកគ្រូបង្កើតថ្នាក់មួយណាលោកគ្រូកំណត់ឲ្យហើយទៅថាឧទាហរណ៍ថាវេនព្រឹកមានន័យថាដើមឆ្នាំសិក្សាដំបូងហ្នឹងថ្នាក់មួយនេះក៏រៀនព្រឹកអញ្ចឹងចូលដល់ខែទី2នៃឆ្នាំសិក្សាមួយហ្នឹងគាត់នឹងកន្លប់វេនទៅវេនរសៀលហើយកន្លប់នៅពេលណាបាទនេះអញ្ចឹងយើងរើសមកឧទាហរណ៍ថាឥឡូវគាត់វេនព្រឹកណាលោកគ្រូចូលមក 9B គាត់វេនព្រឹកបាទខែទី1អញ្ចឹងប្រភេទវេននៅកន្លែងនេះយើងយកវេនព្រឹករសៀលចេះមក
chẳng prắc viên prắc ní viên để con châu riêng đau bảo vệ sẵn cá viên prắc rồi xe lại một phép viên ní cứ dương trong sầm đại tha nơi không cả này để con riêng khai thì mùi của riêng prắc hai một phép viên dương dục prắc rồi xe chẳng cho đó khai thì phí nặng mùi ní nâng đầu từ viên rồi xe ô tô tại mà đòn nó là cũ nhưng mà chết cả này viên prắc con châu riêng cứ dương rộp bị đau bảo vệ sẵn cá tới khai thì mùi này đau bảo vệ sẵn cá và nhưng mà chết đau bảo vệ sẵn cá chẳng ca na cầm nót cứ dương cầm nót pi mui à hỏi bà pi khai ti mui từ chẳng thì họ tha phẩm 4A ven prắc lỡ phẩm 4B nó dương vô ven rồi xìl chẳng nó không bập hết ven này person bây dương vô prắc rồi xìl bài ní miền này tha P để sao nó còn châu riêng khai ti mui còn riêng rồi xìl chẳng châu đó khai ti pi cứ còn hiện ven prắc cao phiền nó còn lặp ô tô chun tại mặt đòn là cru cao phiền nó còn lặp ô tô chun tại mặt đònแต่แบบน้องกะในลูกคุณท่ากอดเรียนเวียนรัสเซียให้ลูกโยเวนเทจังเป็นในทางซะนั่นคือเรียนรัสเซียละหดแบบปรักละหดจังนั่นลูกรู้แบบจังหลายแบบเพศเวนเทนี่วิอาศัยตัวเลเวนมูนี่แบบให้เวนปรักรัสเซียเวนในหลายนี้การน่าจะยังเชื่อเรื่องปรักวิยังเชื่อเรื่องเทไม่ในทางกอดเรียนปรักละหดแบบยังโยรัสเซียไม่ในทางกอดเรียนรัสเซียละหดอันนั้นจะหน่อยที่มูจะหน่อยที่ปีเป็นส่วนแบบยังโยรัสเซียhaiบทตัวมาก็หลายประเภทเว้นนี่ยังโยปรักรัสเซียจังเป็นในทางใครที่มวยก็เรียนไปทั้งไงโจดใครที่ปีก็เรียนไปปรักจังการประเภทนึงก็รับออโต้จุนกอดแบบจังไหนยังจองไปโยกไหลนั่งหายประเภทการวิธียังเชื่อมาอาศัยแต่ตั้งกับรัฐนาทีมบุญอัดเมียนตอนบานใบใจทายกับรัฐวิสาหรือก็สังคมได้จังยังเรื่องในตู้เตอร์ประสานบตีดับมวยหรือก็ตีดับปียังถือเชื่อรัฐนามวยนั่งจีประเภทวิชาศาสตร์หรือก็สังคมแบบจังไหนชั่วโมงธนายังดับมาธนาตีแบบបាទថ្នាក់ទី9បាទជុំ9ខ្ញុំប្រើ 9B បាទអញ្ចឹងខ្ញុំ copy ថ្នាក់ហ្នឹងយកមកដាក់កន្លែងសល់តាំងមកហើយយើងរក្សាទុកបាទអញ្ចឹងយើងនិយាយថាថ្នាក់ 9B នេះមានរួចហើយបាទអញ្ចឹងឥឡូវបើ 9B មានរួចហើយយើងដាក់ 9 ហ្នឹងទៅ 9C ទៅបាទកុំឲ្យខុសណាលោកគ្រូអាហ្នឹងករណីដែលវាមានហើយអញ្ចឹងដាក់មកអញ្ចឹងរក្សាទុកទៅអញ្ចឹងយើងបាន 9C នេះលោកគ្រូឃើញរក្សា 9B នេះវាមានហើយអញ្ចឹងវាអត់ឲ្យទេបាទអញ្ចឹងរបៀបនៃការបង្កើតថ្នាក់ហើយនឹងការកំណត់នៅប្រភេទវេនដូចខ្ញុំបានរៀបរាប់អញ្ចឹងលោកគ្រូឃើញនេះប្រភេទវេនរសៀលបាទព្រឹកអញ្ចឹងឃើញលើ 9B ក៏រៀនព្រឹកអញ្ចឹងព្រឹករសៀលអញ្ចឹង 9B នេះដល់ពេលខែទី2គាត់នឹងចូលទៅវេនរសៀលអូតូឯថ្នាក់មួយនេះរៀនរសៀលអញ្ចឹងចូលដល់ខែទី2គាត់នឹងរៀនវេនព្រឹកអូតូអញ្ចឹងអ្វីដែលភាពខុសគ្នាគឺការកំណត់វេនថេនិងព្រឹករសៀលនេះគឺត្រង់ចំណុចហ្នឹងឯងអញ្ចឹងខ្ញុំបញ្ជាក់មួយទៀតករណីនៃការកំណត់ថាក្នុងករណីដែលសិស្សយើងរៀនថេនៅកន្លែងប្រភេទវេននេះលោកគ្រូយកថេមកតែបើសិស្សយើងរៀនកលាប់វេនមួយខែព្រឹកមួយខែរសៀលនៅកន្លែងនេះគឺត្រូវជ្រើសរើសព្រឹករសៀលបាទអាហ្នឹងប្រភេទវេនឯវេនដែលទៅចូលរៀនដំបូងយើងត្រូវបែងចែកថ្នាក់ណារៀនព្រឹកថ្នាក់ណារៀនរសៀលបើក្រុម A រៀនព្រឹកក្រុម B រៀនរសៀលឬក៏ក្រុម A អង A អងឬក៏ A ដឺបាទយើងបែងចែកអញ្ចឹងណាលោកគ្រូអញ្ចឹងជាការកំណត់របស់យើងទេអញ្ចឹងខ្ញុំសូមបញ្ជាក់ត្រឡប់មកវិញរបៀបនៃការបង្កើតថ្នាក់យើងគ្រាន់តែចុចប៊ូតុងបង្កើតហើយយើងជ្រើសរើសឆ្នាំសិក្សាដែលយើងចង់បង្កើតទៅបាទយើងជ្រើសរើសថ្នាក់មកទី9ឧទាហរណ៍ក្រុមថ្នាក់យើងយកក្រុម A បាទប្រភេទវេនព្រឹកមានន័យថាខែទី1នៃឆ្នាំនៃបវេសនការនៃឆ្នាំសិក្សានោះគឺគាត់រៀនវេនព្រឹកបាទបើយើងជ្រើសរើសរសៀលមានន័យថាខែទី1គឺគាត់រៀនរសៀលអញ្ចឹងប្រភេទវេននេះវាប្រែប្រួលទៅតាមការជ្រើសរើសបើសិនបើក្នុងករណីដែលខែទី1គាត់រៀនព្រឹកហើយប្រភេទវេនរសៀលយើងយកព្រឹករសៀលមានន័យថាចូលដល់ខែទី2គាត់នឹងកលាប់កាលវិភាគទៅពេលព្រឹកផ្លាស់ប្ដូរទៅតាមនឹងជាក់ស្ដែងបើយើងយកវេនថេមានន័យថាគាត់នឹងរៀនព្រឹករហូតរសៀលរហូតបាទអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំណែនាំពីរបៀបហ្នឹងហើយក្នុងករណីដែលលោកគ្រូនៅមានចម្ងល់ឬក៏សំណួរផ្សេងៗលោកគ្រូអាចធ្វើការសាកសួរនៅក្រុមការងារតាមរយៈបាទនៅក្នុងក្រុម Telegram ទៅតាមបណ្ដាខេត្តរបស់លោកគ្រូបានបាទសូមគោរពនឹងអរគុណ